bạn anh nhátគ្រប់ជំរាបសួរពុកម៉ែបងប្អូនដែលមានចិញ្ចឹមមេកូនៅតាមផ្ទះថ្ងៃនេះដែរយើងមានវីដេអូមួយទាក់ទងទៅនឹងបញ្ហាជាប់សុកក្រោយពេលកើតហើយស្ទះសុកឬក៏សុកនេះមិនធ្លាក់ក្រោយពេលកើតហើយអញ្ចឹងក្រោយពេលដែលវាកើតហើយក្នុងរយៈពេល12ម៉ោងទៅ24ម៉ោងបើសិនបើសុកនេះអត់ធ្លាក់ទេនោះយើងអាចធ្វើការដំបងទៅលើពួកគាត់ហ្នឹងគឺចាក់ថ្នាំហូម៉ូនដើម្បីជួយកន្ត្រាក់ស្បូនបាទធ្វើឲ្យសុកនេះងាយធ្លាក់ចេញមកក្រៅប៉ុន្តែបើចាក់ហើយវាអត់ធ្លាក់ទេនោះយើងមានតែធ្វើការគៀបដំបាលយកវាចេញតែបើគៀបដំបាលនេះមានលក្ខណៈតឹងហើយដាច់ធ្លាក់ទៅខាងក្នុងនោះគឺមានតែវិធីសាស្ត្រមួយទេគឺលូកយកសុកនេះចេញពីព្រោះថានៅពេលដែលមានបញ្ហានេះកើតឡើងគោមួយចំនួនហ្នឹងគឺมันមានបញ្ហាអ្វីទេក្រោយពេលរយៈពេល2ទៅ3ខែក្រោយវានឹងធ្លាក់ចេញមកក្រៅប្រសិនបើសុកទាំងនេះមានមេរោគឆ្លងចូលវានឹងធ្វើឲ្យគោនេះឈឺចុកចាប់ក្នុងរយៈពេល3ទៅ7ថ្ងៃបាទនឹងធ្វើឲ្យមានបញ្ហាគ្រោះថ្នាក់ដល់មេបាទទី1គឺពិបាកនៅក្នុងការដើរបាទរលាកតាមសាលាជាដើមប៉ុន្តែបើសិនជាយើងធ្វើការយកសុកបាទតាមបច្ចេកទេសនេះលុបយកចេញនេះគឺទាមទារឲ្យយើងមានបច្ចេកទេសខ្ពស់បន្តិចដើម្បីដឹងច្បាស់ថាមួយណាជាសុកមួយណាជាជញ្ជាំងនៃស្បូនបាទអញ្ចឹងបើសិនជាយើងមិនច្បាស់ទេយើងលុបទៅអាចទាញប៉ះខុសដាច់សរសៃឈាមហូរឈាមបណ្ដាលឲ្យមានបញ្ហាដល់មេគោតែម្ដងដូច្នេះបាទគោនេះឯងគឺយើងបានទៅធ្វើការយកចេញនៅក្នុងស្រុកអូរ៉េកអ៊ូបាទខេត្តត្បូងឃ្មុំឯណោះបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្នេះបាទសូមបង្ហាញប៉ុណ្នេះអរគុណច្រើន